ទូអាវុធដ៏ធំបំផុតដែលមិនធ្លាប់មានអាមេរិកបានបាញ់ពលិចនាវាអរងជាង20គ្រឿងផ្អើលពិភពលោកបន្ទាប់ពីបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក CENTCOM បានបញ្ជាក់កាលពីថ្ងៃពុធទី4ខែមិនិនាឆ្នាំ2026ថាដោយព័ត៌មានលម្អិតនៃប្រតិបត្តិការប្រភេទនាវារួមមាននាវាចម្បាំងខ្នាតធំនាវាល្បាតល្បឿនលឿននិងនាវាដឹកជញ្ជូនភស្តុភារផងដែរការបាត់បង់ធំបំផុតនាវាចម្បាំង Iris Dina ត្រូវបាននាវាមួយទឹកអាមេរិកបាញ់កំទេចដោយមីស៊ីល Torpedo នៅមហាសមុទ្រឥណ្ឌាក្បែរឆ្នេរសមុទ្រស្រីលង្កាបណ្ដាលឲ្យនាវិកស្លាប់87នាក់យុទ្ធសាស្ត្រនេះបង្ហាញពីសមត្ថភាពស៊ើបការកម្រិតខ្ពស់របស់អាមេរិកក្នុងការតាមដាននិងកំទេចគោលដៅយោធាអ៊ីរ៉ង់បើទោះបីជានៅឆ្ងាយពីដែនទឹកខ្លួនឯងក៏ដោយ